20 ឆ្នាំជាងមុនគឺខ្ញុំបានកើតទីនេះហើយបន្ទាប់នេះគឺទុកបុកម៉ាក់ខ្ញុំគឺស្រាលខ្ញុំតែម្ដងបាទហើយកន្លែងដែលខ្ញុំនៅតាំងពីតូចមកនេះបាទនៅតាំងពីតូចតលអាយុ10ឆ្នាំជាងបាទទៅកន្លែងផ្សេងទៅ content ឃ្លាតបន្តិចឯង1នាទីសពទៅកាលពីកម្មារភាពមកតាំងពីក្មេងមកបាទទល់ពីកាប់មកទល់10ឆ្នាំ90%ដែលខ្ញុំនៅជាមួយនឹងយាយតាបងខ្ញុំនៅផ្ទះនោះបាទមានអនុស្សាវរីយ៍ច្រើនដែលខ្ញុំចងចាំអត់ដែលភ្លេចទេកាលនោះគឺយាយខ្ញុំតែជួយខ្ញុំទៅជាការគាត់ធ្វើអាសេះពីដើមចេកឯងបាទហើយសេះពីដើមចេករបស់លេងពាក់កំប៉ុងទៅដោះគោឯនោះមកខ្ញុំលេងតែពេលជិះម្ដងគាត់សុខចិត្តមើលយើងដាច់យប់ហើយគាត់ថ្នមខ្ញុំមែនទេថ្នមជាងម្ដាយខ្ញុំទៅទៀតបាទយាយខ្ញុំដូចជាម្ដាយទី2របស់ខ្ញុំអញ្ចឹងបាទហើយនេះគឺជាអ្នកដែលថែរក្សាខ្ញុំតាំងពីតូចមកមើលខ្ញុំតាំងពីក្មេងមកតែឥឡូវគាត់បានចែកឋានបាត់ទៅហើយអស់រយៈពេលជាង10ឆ្នាំជាងទៅហើយអត់ដែលភ្លេចគុណគាត់ទេថាជឿថាជាគឺគាត់តែតែមើលថែខ្ញុំរហូតគឺម៉ាក់យាយផលតែដល់គ្នាមានតែប៉ុណ្្នឹងឯងជួបគ្នាវីដេអូក្រោយ follow មួយផងបាទបាយ